អាជ្ញាធរខេត្តបន្ទាយមានជ័យរៀបចំការចាប់ឆ្នោតជ្រើសរើសតូបលក់ដូរសម្រាប់បងប្អូនអាជីវករបាទដែលជាជនភៀសសឹករស់នៅភូមិរងចាំជំហានដំបងប្រមាណជា300តូបនៅព្រឹកថ្ងៃទី1ខែសីហាឆ្នាំ2026អាយដាមអ៊ុំរាត្រីអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យអមដំណើរដោយលោកហេរាយ៉ាអភិបាលរងខេត្តរួមនឹងក្រុមការងារខេត្តស្រុកបានអញ្ជើញជាអធិបតីក្នុងពិធីចាប់ឆ្នោតជ្រើសរើសតូបលក់ដូរសម្រាប់បងប្អូនអាជីវករដែលរងគ្រោះដោយសារសង្គ្រាមឈ្លានពានពីសំណាក់យោធាថៃរំលោភមកលើអធិបតេយ្យភាពរបស់កម្ពុជាគណៈផ្ទះសម្បែងរបស់ពួកគាត់ត្រូវបានភាគីថៃគ្រប់គ្រងទាំងកំរោលមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបានដោយមានការគិតគូរពីប្រមុខដឹកនាំក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាតាមរយៈក្រុមការងារដែលមានអាយដាមកតេសង្ឃបឌិទ្ធគុណគីមទេសរដ្ឋមន្ត្រីអនុប្រធានទី1និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជានិងអាយដាមដិតទីណារដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យអាយដាមអ៊ុំរាត្រីអភិបាលខេត្តជាពិសេសអាយដាមកែកំយ៉ានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងលោកជំទាវបានឧបត្ថម្ភដី400ហិកតាជូនរាជរដ្ឋាភិបាលដោយបានផ្ដល់ដីនិងផ្ទះជូនប្រជាពលរដ្ឋភៀសសឹកស្ថិតនៅក្នុងភូមិរងចាំបាទឃុំស្លក្រាមស្រុកស្វាយជែកជាមួយគ្នានោះសម្រាប់បងប្អូនអាជីវករភៀសសឹករាជរដ្ឋាភិបាលក៏បានរៀបចំឲ្យមានទីផ្សារសម្រាប់លក់ដូរទំនិញផងដែរក្រោយមានការរៀបចំរួចរាល់អាជ្ញាធរខេត្តបន្ទាយមានជ័យក៏បានរៀបចំពិធីចាប់ឆ្នោតដើម្បីឲ្យបងប្អូនអាជីវករជនភៀសសឹកទទួលបានតូបលក់ដូរសមរម្យសម្រាប់លក់ដូរប្រកបរបរចិញ្ចឹមជីវិតចំពោះបងប្អូនអាជីវករដែលបានដាក់ពាក្យស្នើសុំអាជ្ញាធរខេត្តស្រុកនិងមូលដ្ឋានបានធ្វើការត្រួតពិនិត្យនិងវិតម្លៃយ៉ាងម៉ត់ចត់មុនឈានដល់ការបោះឆ្នោតដែលជាដំណាក់កាលទី1មានចំនួនជាង300តូបជំហានបន្ទាប់អាជ្ញាធរនឹងរៀបចំការចាប់ឆ្នោតចំពោះបងប្អូនអាជីវករដែលនៅបន្តទៀតដែលនៅសេសសល់បន្តទៀតនៅក្នុងនោះអាជ្ញាធរខេត្តបន្ទាយមានជ័យក៏បានធ្វើការសំណូមពរទៅដល់បងប្អូនអាជីវករនៅពេលផ្សារចាប់ផ្ដើមដំណាក់កាលលក់ដូរសូមចូលរួមធ្វើការថែរក្សានៅបរិស្ថានទាំងអស់គ្នាមួយវិញទៀតអាជ្ញាធរក៏បានបែងចែកទៅតាមប្រភេទនៃការលក់ដូរដោយឡែកពីគ្នាដូចជាអីវ៉ាន់ចាប់ហួយសម្លៀកបំពាក់មួយឡែកលក់ម្ហូបអាហារគ្រឿងសមុទ្រត្រីសាច់មួយឡែកបាទនេះតំណងពេកបុកសសនេះតំណង